បាទសួស្តីបងប្អូនវីដេអូនេះយើងចង់ធ្វើបង្ហាញពីគេហៅថា Elevation Control Elevation Control នេះគឺវាមាន3 option ដែលយើងត្រូវប្រើធំទី1គឺ one point area ទី2 two point area ហើយទី3 multiple point area ឬក៏ជា triangle surface one point area នេះគឺយើងប្រើសម្រាប់ដូចជាចាក់ដីឡូអីចឹងដែលវាធៀបតែផ្ទៃចំណុចតែមួយគឺស្មើទាំងអស់ហើយ two point area គឺយើងប្រើទៅលើការងារធ្វើលូឬក៏ធ្វើប្រឡាយទឹកដែលវាមានចំណុចចុងដើមហើយវាមានជា slope រីឯ multiple point ឬក៏ surface triangle ហ្នឹងគឺវាប្រើទៅលើការងារដីដែលលិចលាក់ដូចជាធ្វើសួនច្បារធ្វើកន្លែងវាយកូនគោលអីចឹងហើយធ្វើផ្លូវថ្នល់អីចឹងទៅធ្វើថ្នល់ដូចជាយើងមានជាផ្ទៃសន្តាឡាញជើងទេជើង slope អីចឹងទៅយើង import point ច្រើនចំណុចតាមសេមកវានឹងកណនាជា surface របស់ corridor ផ្លូវហ្នឹងគឺយើងអាចធ្វើការបានឥឡូវយើងបង្ហាញពី one point area សិនឥឡូវខ្ញុំឧទាហរណ៍ថានៅលើសាបនេះជា existing ដីស្រែចុះឥឡូវខ្ញុំ survey រួចហើយនៅលើខ្នងនេះជាកន្លែងដែល backfill ដែលត្រូវចាក់អំពេញស្មើនឹងហ្នឹងឥឡូវខ្ញុំយកកោតលើនឹងមួយខ្ញុំចុច save ពងវាខ្ញុំដាក់កោតថា DS ទៅគេអូខេមកអញ្ចឹងយើងនឹងបាន point របស់ design code fill នឹងមួយហើយឥឡូវយើងចូលទៅ control ទៅ elevation control របស់យើងវិញចាជាប់ថៃនេះចូលមក elevation control មកអញ្ចឹងយើងចុច add នៅកន្លែងdata type នេះគឺយើងដូរវាយកមក one point area ដោយវីដេអូនេះយើងចង់បង្ហាញពី one point area សិនអញ្ចឹងកន្លែង name នេះគឺយើងដាក់ឈ្មោះរបស់យើងមកខ្ញុំដាក់ថា DS fill អញ្ចឹងទៅរីឯgrade នេះយើងមិនបាច់ដាក់វាទេដោយសារយើងប្រើ base ទៅលើចំណុចដែលយើងមានកម្ពស់រួចហើយអញ្ចឹងយើងចុចទៅកន្លែង trade នេះមកដើម្បីចូលទៅជ្រើសរើស point របស់យើងនេះ point ដែលខ្ញុំបាន save ហើយគឺជា point ដែលយើង backfill លើកក្នុងនោះយើងចុច OK មកតើបានម្ដងហើយយើងចុច OK ទៅអញ្ចឹង point ដែលយើង add បានហ្នឹងគឺយើងដាក់ឈ្មោះវា DS fill អញ្ចឹងយើងចុចទៅលើវាពណ៌លឿងមកយើងចុច OK ទៅអញ្ចឹងឥឡូវបងប្អូនឃើញខ្ញុំដាក់នៅលើដីស្រែសាបនេះគឺវាអត់ស្រែកទេអញ្ចឹងពេលយើងលើកវាមកដាក់នៅចំចំណុច level ដែលយើងដាក់លើទំនប់នេះដែលយើងយក reference backfill ហ្នឹងគឺវាស្រែកទីបែបនេះនេះហើយជាដែលយើងត្រូវកោតនៅលើបកគោដើម្បី backfill អញ្ចឹងទោះបីយើងដើរមកមុខទីក៏ដោយយើងដាក់ចុះក្រោមគឺវាអត់ស្រែកទេអញ្ចឹងបើយើងលើកឡើងលើប្រហែលជាមួយទឹកស្មើនឹងក្នុងហ្នឹងដាក់ចុះក្រោមវិញវាអត់ស្រែកទេចាំពេលដាក់លើដល់កោតរបស់វានេះគឺវានឹងស្រែកហើយយើងដើរទៅដល់ណាក៏ដោយគឺឲ្យតែលើកកម្ពស់ស្មើនឹង elevation ដែលយើងបេះហ្នឹងគឺវាស្រែកនេះហើយជាការក្រឹតកោតសម្រាប់backfill ដី one point area អញ្ចឹងវីដេអូនេះយើងបង្ហាញតែប៉ុណ្ណេះបាទសូមអរគុណ